តើការសម្រេចរបស់ចៅក្រមស៊ើបសួរហៅថាអ្វីវិញបាទដូចមិញបានលើកឡើងដែរបើនិយាយទៅចៅក្រមស៊ើបសួរឧទាហរណ៍ថាខ្ញុំនិយាយតិចទៅនៅពេលដែលមានការបើកការស៊ើបសួរអញ្ចឹងប្រព័ន្ធច្បាប់របស់យើងហ្នឹងវាបង្កើតឲ្យមានចៅក្រមស៊ើបសួរចៅក្រមស៊ើបសួរជាចៅក្រមមួយដែលទទួលភារៈក្នុងការស៊ើបសួរអញ្ចឹងគាត់ស៊ើបសួរតាមអីគាត់ស៊ើបសួរតាមការបើកការស៊ើបសួររបស់ព្រះញ្ញានេះនៅពេលដែលព្រះញ្ញាគេហៅថាបើកការស៊ើបសួរហ្នឹងគឺបើនិយាយភាសាសាមញ្ញគឺចោតប្រកាន់បើនិយាយទូទៅដែលបើយើងថាបើកការស៊ើបសួរអញ្ចឹងក៏អាចបងប្អូនអាចអត់យល់ទេពាក្យហ្នឹងតែបើនិយាយថាចោតប្រកាន់គេហៅថាឥឡូវមានអំពើចោរកម្មមួយទៅគេចាប់មកអញ្ចឹងទៅព្រះញ្ញាបើកការស៊ើបសួរហ្នឹងបើកការចោតប្រកាន់ហ្នឹងអញ្ចឹងរុញរឿងហ្នឹងទៅឲ្យចៅក្រមស៊ើបសួរដើម្បីធ្វើការប្រមូលភស្តុតាងប្រមូលឯកសារថាតើដូចការចោតប្រកាន់របស់ព្រះញ្ញាអត់អញ្ចឹងតួនាទីរបស់ចៅក្រមស៊ើបសួរហ្នឹងគឺថាគាត់ប្រមូលទាំងភស្តុតាងដាក់បន្ទុកនិងភស្តុតាងដោះបន្ទុកអញ្ចឹងបានន័យថាមុននឹងដល់អាយកាមុននឹងដល់ចៅក្រមស៊ើបសួរដាច់ខាតត្រូវតែឆ្លងព្រះញ្ញាសិនហើយបាទឆ្លងបាត់ដំណាក់កាលព្រះញ្ញាហើយបាទបើការស៊ើបសួរសិនបាទអាចទៅបានលោកមេធាវីក្នុងការប្រើប្រាស់ពាក្យខ្ញុំនឹកឃើញទៅដល់ករណីខ្លះខ្ញុំអានសារព័ត៌មានអានអីទៅថាជនល្មើសជនសង្ស័យពិរុទ្ធជនតោះដិតអីអាហ្នឹងគេប្រើក្នុងដំណាក់កាលមួយណាមើលលោកមេធាវីជួយជាទូទៅគេប្រើនៅក្នុងដំណាក់កាលឧទាហរណ៍នៅមន្ត្រីនគរបាលយុត្តិធម៌នៅអัยការគេច្រើនប្រើពាក្យក្នុងច្បាប់ហ្នឹងគេហៅជនសង្ស័យព្រោះអត់ទាន់មានតម្រុយអីច្បាស់លាស់ហើយគេគ្រាន់តែសង្ស័យសិនទេបាទនៅពេលដែលអัยការផ្ដើមធ្វើការចោទប្រកាន់រដ្ឋចាស់ល្មើសមួយទៀតលោកមេធាវីអាហ្នឹងជាទូទៅគេក្នុងច្បាប់គេប្រើជនសង្ស័យបាទអាល្មើសអាហ្នឹងយើងចេះតែហៅទេអាហ្នឹងគេពាក្យថាបទល្មើសជនល្មើសយើងហៅជាទូទៅអញ្ចឹងប៉ុន្តែជាច្បាប់គេហៅជនសង្ស័យនៅដំណាក់កាលនៅពេលដែលយើងអត់ទាន់ថាមានតម្រុយហើយប៉ុន្តែគ្រាន់តែនៅក្នុងដំណាក់កាលនីមួយគេចែកដំណាក់កាលដំបូងបាទដំបូងហ្នឹងនៅប៉ូលីសនិងនៅអัยការហ្នឹងគេហៅជនសង្ស័យពីព្រោះចេះទីហោថាចោលឆក់មួយបាទប្រជាពលរដ្ឋចាប់បានសិតដល់ពេលប្រើពាក្យថាជនសង្ស័យហើយខ្ញុំប្រជាពលរដ្ឋថាជនសង្ស័យទៀតបើវាឆក់ហើយនឹងចាប់វាបានហើយហ្នឹងនៅពេលហ្នឹងឧទាហរណ៍ថាដោយករណីលោករដ្ឋាភិបាលលើកឡើងហ្នឹងវាត្រឹមត្រូវប៉ុន្តែពាក្យច្បាប់គេហៅថាអត់អាចសន្មត់ទុកជាមុននេះត្រូវហើយមានន័យថាយើងចាប់ខ្ញុំណាយើងចាប់ខុសបាទខ្ញុំឧទាហរណ៍ទេថាយើងចាប់បានហើយគាត់ប៉ុន្តែទៅចាប់ប៉ះអ្នកផ្សេងយើងជួនកាលយើងប្រកាសប៉ុន្តែដល់ពេលរឿងហេតុនៅពេលដែលជាក់ស្ដែងឧទាហរណ៍គាត់ជីឧទាហរណ៍ទេថាគាត់ឃើញ step ទៅចាប់មិន step ហ្នឹង step អ្នកផ្សេងឧទាហរណ៍អញ្ចឹងឧទាហរណ៍ថាគាត់ចាប់ចំចោះអាហ្នឹងជាជនសង្ស័យនៅតែហៅជាជនសង្ស័យនៅពេលដែលផ្ដើមការចោទប្រកាន់បានគេហៅជនជាប់ចោទអញ្ចឹងនីតិវិធីគឺត្រូវបានដូរនៅពេលណាផុតដៃពីព្រះញ្ញាទៅដល់ចក្រមស៊ើបសួរហ្នឹងគាត់คล้ายទៅជាជនជាប់ចោទហើយមានន័យថាព្រះញ្ញាបានធ្វើការចោទប្រកាន់គាត់ហើយជនសង្ស័យជនត្រូវចោទជនជាប់ចោទបាទជនត្រូវចោទហើយមានន័យថាគេចោទប្រកាន់គាត់ហើយអញ្ចឹងគេហៅជនត្រូវចោទឬជនជាប់ចោទបាទហើយចេញពីហ្នឹងទៅជនអីទៀតទៅពេលណាគេរុញគាត់ទៅជំនុំជម្រះគេហៅពិរុទ្ធជនបាទហើយនៅពេលដែលគាត់ត្រូវបានតុលាការផ្ដន្ទាទោសសារក្រមនិងស្ថាពរគេហៅទណ្ឌិតអូយល់ហើយបាទពិរុទ្ធជនបានន័យថាឡើងដល់កន្លែងជំនុំជម្រះហើយបើសិនជារឿងព្រមត្តនទៅឈរនឹងកញ្ចក់សេះអីនឹងជាដើមបាទហ្នឹងគេបើសិនជាយើងធ្លាប់ទៅសវនាការទៅអីឃើញគេរៀបចំអញ្ចឹងនៅសវនាការពិរុទ្ធជនគាត់ឈរនៅកញ្ចក់សេះហ្នឹងហើយសម្រាប់ដើមដឹងរឿងនេះគាត់ឈរផ្សេងអញ្ចឹងបើបងប្អូនឬក៏ទស្សនិកជនធ្លាប់ចូលទៅក្នុងសាវនាអាចឃើញអាហ្នឹងអាចឃើញរបៀបរៀបចំបាទខ្ញុំសួរនឹងដើម្បីចេះដែរដើម្បីជាប្រយោជន៍ដល់បងប្អូនយើងជាពិសេសអ្នកសារព័ត៌មានរបស់យើងនេះជួនកាលឃើញពួកគាត់សរសេរខុសច្រើនដែរបាទអំពីការហៅឈ្មោះនៃជនល្មើសពីដំណាក់កាលនីមួយទៅហ្នឹងប៉ុន្តែរឿងមួយដែលសំខាន់ហ្នឹងចង់ប្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងលោកកាន់តែច្បាស់ថាប្រកាសណាថាតុលាការប្រជាជនហើយនឹងតុលាការ
មែនតើវាខុសគ្នាបាទតែមិនទៅបានចាត់ទុកថានរណាម្នាក់ជាអ្នកមានទោសទេប្រសិនបើមិនទាន់មានសាលក្រមជាស្ថាពររបស់តុលាការបាទអញ្ចឹងទៅបងប្អូនប្រជាពលរដ្ឋលោកត្រូវមានការតង់យល់ឲ្យបានច្បាស់ផងពីពេលខ្លះការចូលរួមចំណែកណាមួយដែលគិតថាជារឿងដែលយើងធ្វើទៅត្រឹមត្រូវវានាំឲ្យយើងខ្លាចទៅជាអ្នកដែលមានទោសដោយមិនដឹងខ្លួនដែរបាទហើយកន្លែងហ្នឹងខ្ញុំចង់ចូលរួមបន្តិចត្រង់ថានេះខ្ញុំធ្លាប់មើលសារព័ត៌មានក៏មើលតាមទូរឬក៏អីហ្នឹងឃើញដែរមួយចំនួនណាបងប្អូនគាត់ដូចថាពេលដែលចាប់ជនសង្ស័យបានហើយគាត់ចូលចិត្តប្រើហិង្សាអីចឹងកាត់ទោសដល់ខ្លួនឯងបាទហើយខ្ញុំចូលរួមថាសូមឲ្យយើងអនុវត្តទៅតាមច្បាប់ទៅនៅពេលដែលយើងចាប់បានយើងបញ្ជូនគាត់ឲ្យទៅសមត្ថកិច្ចទៅហើយជៀសវាងថាយើងប្រើអំពើណាមួយទៅអាចនឹងធ្វើឲ្យជននឹងគាត់ស្លាប់ឬក៏យ៉ាងម៉េចហើយវាអាចនឹងមានផលមិនល្អមកដល់យើងអ្នកធ្វើហ្នឹងអញ្ចឹងព្រោះច្បាប់គេកំណត់ថាយើងមិនមានសិទ្ធិក្នុងការវាយដំឬប្រើអំពើហិង្សាលើគេទេមានតែតុលាការទេដែលមានសិទ្ធិក្នុងការសម្រេចថាផ្ដន្ទាទោសសម្រាប់មិនអានឹងសិទ្ធិនៅលើតុលាការអញ្ចឹងយើងមិនគួរថាយើងប្រើប្រាស់ខ្ញុំជឿថាបងប្អូនអាចខឹងប៉ុន្តែមានកំហឹងក្នុងខ្លួនមានអីចឹងប៉ុន្តែមិនគួរទេអានឹងករណីហ្នឹងយើងគួរតែប្រើប្រាស់វិធានការផ្លូវច្បាប់ទៅបញ្ជូនទៅឲ្យសមត្ថកិច្ចទៅដែលគេមានសមត្ថកិច្ចក្នុងការរកយុត្តិធម៌ស្វែងរកយុត្តិធម៌ជាងយើងប្រើប្រាស់នៅហង្សាដែលនាំឲ្យកាលណាយើងចូលរួមដោយអ្វីដែលលោកមេធាវីបានលើកឡើងនេះវាបង្ហាញឲ្យឃើញអំពីភាពស៊ីវិល័យរបស់ប្រជាជនយើងផងដែរបាទខ្ញុំឃើញរូបភាពខ្លះនៅក្នុងប្រព័ន្ធទំនាក់ទំនង Facebook អីហ្នឹងឃើញមានការកាត់ទោសទៅលើមនុស្សដោយមនុស្សខ្លួនឯងជាប្រជាពលរដ្ឋហ្នឹងខូខើសាហាវណាបាទដល់អញ្ចឹងទៅយើងសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាលោកចូលរួមបាទដែលយើងគិតឃើញថាយើងជាជាតិសាសន៍មួយថ្លៃថ្នូរជាតិសាសន៍មួយដែលមានអរិយធម៌ខ្ពង់ខ្ពស់យូរអង្វែងអញ្ចឹងយើងទៅចូលរួមថែរក្សាទាំងអស់គ្នាចឹងមកខ្ញុំឧស្សាហ៍ដំណើរខ្ញុំជួបយុវជនជួបអីហ្នឹងពេលខ្លះចេះសួរថាធ្វើម៉េចដើម្បីឲ្យបានថាជួយជាតិបាទចង់ជួយប្រទេសធ្វើមិនខ្លះបងអីអញ្ចឹងទៅខ្ញុំដូចជាគ្មានឱកាសអីសោះអីអញ្ចឹងណាបាទហើយខ្ញុំមិនដឹងឆ្លើយប្រាប់មិនខ្ញុំថាឥឡូវថ្ងៃហ្នឹងធ្វើអីខ្លះគេថាចេញពីផ្ទះទៅសាលាអីអញ្ចឹងទៅបាទអញ្ចឹងថាឥឡូវស្រួលទេបើចង់ជួយប្រទេសជាតិហ្នឹងកំពុងតែរៀនអញ្ចឹងកុំតើគិតរឿងអីច្រើនបោះសម្រាមឲ្យចូលធុងឃើញថង់ផ្លាស្ទិកឃើញអីហ្នឹងជួយរើសជួយអីទៅបាទជួយទេបាទខ្ញុំប្រាប់អញ្ចឹងខ្ញុំមិនដឹងប្រាប់ថាម៉េចបាទពីព្រោះអ្នកណាក៏អាចចូលរួមជួយបានប្រទេសជាតិយើងបាទហើយបើយើងមិនបានជួយអីធ្ងន់ធ្ងរជួយតែរឿងប៉ុណ្្នឹងទៅក៏ជួយដែរបាទ